ก็ทะลุได้นู่ได้nhưng mà nó nè đây nè bông nè 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 mà mơ sổ mơ đi mới bông nè đây nè ô đây nữa nè nâng mơ còn ban đám ô ba nè ta mi ban lui ấy chăng ba nhưng mà nó thì ban lui mới cơ à đây như vì tầm riết kia lo mấy bông nhưng mà mau nhưng mà khơi ngay chúng ta dạ lấy anh ấy vì miền sầm nong mà nè thì mơ ta à được bông đôi chia lại sầm nong đó bông nhưng thư sầm nong này để thư sầm nong đá mà nè ba thấy nhưng ta chỉ con tôi mò cái này thấy nhưng tôi mua cái nhưng nổ ra mơ bạc cây điên ba thấy nhưng con chọc cùi hộp ra cùi chuột vào đây thế này ô chẳng cùi chuột vào đây thế ba nhưng cùi chuột đây ba cũng nhưng đào ta bật trước nhưng rồi ba là ở đây đây xây mũi tí là mặc cam đi rồi mặt đánh mặt càng điên ba nhưng liền nó mùi ly mà mùi mà này ly mùi bọn bưng ly tầm mùi thế bây mất còn than ly tầm mùi thế bà đại nuột đăng nghe bà nè ba nó đang đi bà anh mà cam nè mơ xong mơ mà cam xong một tên này ai thế này ai ở bắt nè bọn ở bắt bà đấy ở khơi tại đây mà đông đi nè anh đi mà đang phổ bị muốn lọt bắt đấy bọnពីមុនត្រង់បាត់ខ្សែភ្លើងហើយនឹងទូរស័ព្ទបង ពីមុនធ្លាប់បាត់ខ្សែភ្លើងនិងទូរស័ព្ទនៅការដ្ឋានហ្នឹងមែនទេ បាទ ហើយធ្លាប់ឃើញមុខបងប្រុសដែលគាត់ចោទថាលួចហ្នឹងពីមុនមកហ៎ ពេលលួចខ្ញុំមកឃើញហ្មងតែឃើញសានទេបង ទឹកឃើញសារហ្នឹងទេទឹកឃើញគាត់មកដល់កន្លែងហ្នឹងទៅក៏យើងសង្ស័យថាគាត់លួចដែរ មិនសង្ស័យទេគាត់លួចបដ ாய் គាត់លួចបដ ாய் បងណា ស្ដែងតែម្ដ អូ ង និយាយគាត់ថាឃើញគាត់លួចគឺលួចហើយ ឥឡូវគាត់អះអាងថាគាត់បានលួចបងគិតមិនដែរ គេមកបានលួចឥឡូវមនុស្ស20 30នាក់គេមិនដែរថាឃើញ20 30នាក់គេថាបានលួចទេព្រោះគាត់ឃើញគេលួចដែរហ្នឹងនោះគាត់ហ្នឹងយកជូតដៃចេញពីការដ្ឋានមកដាក់ឡើងហ្នឹង បាទម៉ែបងប្អូនប្រិយមិត្តរបស់អង្គភាពមករា TV News ជាទីមេត្រីនៅគណៈវេលាម៉ោង 10 ត្រូវនៅថ្ងៃទី 13 ខែឧសភាឆ្នាំ 2026 ប្រជាពលរដ្ឋបាទដែលគាត់ធ្វើការនៅការដ្ឋានសំណង់មួយកន្លែងបានចាប់បានបងប្រុសម្នាក់ដែលតាមការសង្ស័យក៏ដូចជាការចោទប្រកាន់ហ្នឹងគឺបងប្រុសបាទលួចបាទដែកបាទគឺយើងឃើញដែកនៅមួយគំនរប្រិមិត្តបាទនៅសង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញនៅផ្លូវលំមួយកន្លែងប្រិមិត្តបាទមានបានលួចដែកគេហ្មងបង អត់ទេបងប៉ិននេះដៃឃើញនៅខាងក្រៅ អត់បានលួចទេហើយបងជិះមកពីណា បាទ ជិះមកពីណា ខ្ញុំជិះមកពីកន្លែងខ្ញុំធ្វើការនោះ បានទៅចូលការដ្ឋានសំណង់ទេចឹង អត់បានចូលទេបងខ្ញុំនៅខាងក្រៅនេះរួចយូរ គាត់មានបានចូលទេបងមិញ បាទប៉ុន្តែដៃ ចូលមកណាបាទ អត់ទេខ្ញុំអត់ដឹងទេដល់ពេលនេះទៅខ្ញុំក៏កាន់ដៃហ្នឹងមកទុកនឹងទៅ ហើយបងចូលការការដ្ឋានសំណង់គេហើយថាបានលួចដែកគេទៀត ខ្ញុំបានចូលទេក្នុងការឋានហ្នឹងបងខ្ញុំនិយាយត្រង់បានចូលទេហ្នឹងហើយខ្ញុំឃើញនៅខាងក្រៅហ្នឹងក៏ខ្ញុំលីមក មិញគេមានបានវាយបានអីហ្នឹង អត់ទេអត់មានបានបងប្អូនណាបានបាត់ខ្ញុំតិចទេ បងឈ្មោះគេដែរ បាទខ្ញុំមកសំភពបង អាយុប៉ុន្មានដែរ ខ្ញុំ57បង 57 បាទ មើលគាត់បងថាបងលួចហ្នឹងគាត់ថាលួចអីគេមិញ គាត់ថាលូដែកនោះដែកខ្ញុំអត់ដឹង ណាដែកណាបងណាមើលសុំមើលវិញមើលបងណាដែកណា ខ្ញុំអត់ដឹងទេ អូដែកហ្នឹងហ៎ បាទ ហ្នឹងមើលប្រហែលដើម ខ្ញុំអត់ដឹងទេ អូបងណា បាទ ថាមានបានលួចអីចឹង បាទខ្ញុំអត់ដឹងទេ បាទបានលួច អត់បានលួចមិនក៏អាដែកនេះវាតម្រៀបគ្នាល្អហ្មងបង ខ្ញុំមកខ្ញុំអត់ឃើញដែរខ្ញុំដើរ ចាឥឡូវ ហ្នឹងហើយ អានេះវាមានសំណង់មកណាហើយមើលតាអាទៅបងដូចជាប្រឡាក់សំណង់ដែរបង ខ្ញុំធ្វើសំឡងនេះដែរ ធ្វើសំណង់ដែរបងណា បាទហើយខ្ញុំទៅជីកងទៅមកកន្លែងហ្នឹងហើយខ្ញុំទៅមើលបកាយខ្ញុំនោះ អូទៅមើលបកាយទៀត បាទហើយខ្ញុំក៏ឈប់គួយហូបស្រាគួយជក់ប្រៃទៅណា អូចឹងគួយជួបបរិយទេ បាទខ្ញុំគួយជក់ត្រែង បាទ បាទក៏ខ្ញុំដើរទៅបត់ជើងខ្ញុំឃើញដូចបាត់អត់ទេដៃស្អីមួយទៀតមកកម្មទៀតនោះ mặt đánh mặt càng điên បាទខ្ញុំលៀនហ្នឹងមកមួយ អូលីមកមួយបងណាលីមួយបងបឹងលីតែមួយទេប្រិមិត្តគាត់ថាលីតែមួយទេបាទដៃនោះអត់ដឹងទេបងណា បាទអានោះហ្នឹងទេ បាទអាណាមកកម្មណាមើលសុំមើលអាមកកម្ម ខ្ញុំសុំទៅត្រែឯត្រែ ឯឥឡូវបាត់ទៅណាបងឥឡូវបាត់ហើយ អត់ដឹងទេនោះខ្ញុំឃើញអត់ខ្ញុំទៅបត់ជើងនោះ បាទ នេះអត់ឃើញ ឥឡូវឃើញតែដែកម្ដុំនេះណា អានេះខ្ញុំអត់ដឹងផង បា អ ទ ត់ដឹងទេបង បងឥឡូវអញ្ចឹងបងអះអាងថាបងអត់បានលួចដែកគេទេ បាទខ្ញុំយកបន្ទប់ឯងចោលអត់មានអាគ្រូអីទេខ្ញុំឯងចោលប្រោយ បាទ ចោលខ្ញុំឡើងក៏លួចពួកអាណាប៉ះពលរបស់ពួកគាត់ហ្នឹង
គាត់មកឃើញគាត់ជួយទៅវិញចោ បងមានគ្រួសារហើយមានប្រពន្ធ មានតែបងមាន មាន តែ បងណា បាទ បងរស់នៅណាដែររងថ្ងៃ បាទខ្ញុំរស់នៅភ្នំពេញហីបង រស់នៅតំបន់តាណាដែរផ្ទះនៅតាណា ខ្ញុំនៅណែនេះនៅម្ដុំអាកែងគង់ហ្នឹងបងផ្លូវណែបលាយណាប៉ុន្តែតាំងងារសម្រាប់របស់ខ្ញុំនៅពីប្រពន្ធខ្ញុំឈឺក៏ទៅព្រីវែងទៅខ្ញុំក៏ទៅនៅជួលទស្សនៈនៅទូលគោក បាទទស្សនៈ ឥឡូវ ទូលគោក ទីស្នាក់អាស្រ័យរងថ្ងៃនៅទូកកបងណា បាទ បាទ ហ្នឹងហើយ បាទប្រិមិត្តនេះរឿងរ៉ាវប្រជាពលរដ្ឋគាត់ថាបងប្រុសម្នាក់បាទធ្វើសកម្មភាពបំរុងនឹងលួចដែរយើងមិនទាន់ដឹងថាបានលួចឬនៅទេប្រិមិត្តបាទមកឥឡូវបងមកឥឡូវសុំសួរមិនបងពីមុនមកធ្លាប់បាត់ទេធ្លាប់ពីមុនធ្លាប់បាត់បងណាអូមកសុំសួរតិចមើលមកសុំសួរម៉ាត់ ជនរងគ្រោះណានោះជនរងគ្រោះមកនេះ អូមើលបងណាធ្លាប់បាត់ពីមុនហ៎បងបងតា ឡើងមក ពីមុនធ្លាប់បាត់ទេបង អត់ទេពីមុនធ្លាប់បាត់ខ្សែភ្លើងហើយនឹងទូរស័ព្ទបងហ្នឹងហើយ ពីមុនធ្លាប់បាត់ខ្សែភ្លើងនិងទូរស័ព្ទនៅការដ្ឋានហ្នឹងបងណា បាទ ហើយធ្លាប់ឃើញមុខបងប្រុសដែលគាត់ចោទថាលួចហ្នឹងពីមុនមកហ៎ ពេលលួចខ្ញុំមកឃើញហ្មងតែមិនឃើញសានទេបង ទៅមិនឃើញសារហ្នឹងទេ បាទ ទៅមិនឃើញគាត់មកដល់កន្លែងហ្នឹងទៅក៏យើងសង្ស័យថាគាត់លួចដែរ មិនសង្ស័យទេគាត់លួចបដ ாய் គាត់លួចបដ ாய் បងណា ស្ដែងតែម្ដ អូ ង និយាយបើថាឃើញគាត់លួចក៏លួចហើយ ឥឡូវ ហ្នឹងហើយ ឥឡូវ បានលួច គាត់អះអាងថាគាត់បានលួចបងគិតមិនដែរ គេមកបានលួចឥឡូវមនុស្ស20 30នាក់វាមិនដែរថាមកគេឃើញ20 30នាក់គេថាបានលួចទេព្រោះគាត់ឃើញគេលួចដែរហ្នឹងនោះគាត់នោះយកជូតដៃចេញពីការដ្ឋានមកដាក់ឡើងហ្នឹងបង បាទអូអញ្ចឹងបងអះអាងថាគាត់ជាអ្នកលួចហ្នឹងបងណាបាទឥឡូវចង់ធ្វើមិនទៀតបងប្តឹងសមត្ថកិច្ចឬមួយក៏យ៉ាងណា អត់ទេសមត្ថកិច្ចចាត់តាមវិធី សមត្ថកិច្ចចាត់ការតាមទេវធីបងណា បាទហើយ បងឥឡូវសម្រាប់ថាម៉េចបងឥឡូវ ឥឡូវសម្រាប់ចាប់រឿងត្រឹមហ្នឹងទៅលើកទី1នេះពុំមានគាត់ទៅ ឥឡូវនេះសម្រាប់ថា យើងចាប់ទៅទៅ បាទធ្វើកិច្ចសន្យាអប់រំហ្នឹងណា បាទ ដោយសារតែគាត់ដូចជាជាក់ស្ដែងមិនទៅលួចអីច្រើនទេបងណាដែលតិចតួចទេ ហ្នឹងហើយបងហ្នឹង អញ្ចឹងមានឲ្យសមត្ថកិច្ចអប់រំគាត់បងណាដាក់ពាក្យបណ្ដឹងអីណានៃវិញឆ្ងាយអីបងណា ចាប់ទៅហ្នឹងហើយបង បាទប្រិមិត្តឥឡូវនេះតាមការបញ្ជាក់បងប្រុសបាទគាត់អត់ដាក់ពាក្យបណ្ដឹងអីទៅណាវិញឆ្ងាយប្រិមិត្តឲ្យរួមអាចទៅធ្វើគេបាទក្រុមប្រិមិត្តបាទហើយចុះអាម៉ាឡេថ្មីទៅធ្វើគេ បាទម្លេចនេះខ្ញុំធ្វើការកន្លែងសំណងខ្ញុំទុកដេកដោះម៉ាស៊ីនលើបងបាទគេទៅពុំទឹកមួយឯងបងធ្វើការនោះនេះកន្លែងគេ បាទឥឡូវនេះលើកទី1បងណាលើកទី1ណាបាទឥឡូវគាត់សម្រេចថាអត់ប្តឹងអីបងទេត្រឹមអប់រំបងទេបងណាកុំឲ្យមានលើកក្រោយទេបងណា បាទ បាទចប់ទៅមកបង បាទ មានលើកក្រោយទៀតណា អត់មានលើកក្រោយបងណា បើសិននេះមានឃើញខ្ញុំតិចបងឯងធ្វើទេចុះ បាទ បាត់នេះខ្ញុំកន្លែងនេះខ្ញុំអាសាពួកបងគួយនឹងណាបងគួយដល់ហូត បាទ បងគួយនឹង បាទប្រិមិត្តឥឡូវនេះរឿងសម្រេចថាចប់ប៉ុណ្ណឹងប្រិមិត្តបាទដោយសារបាទជាក់ស្ដែងគាត់មានបានទៅលួចអីច្រើនទេប្រិមិត្តបាទដែលតិចតួចហើយភាគីដែលនេះហ្នឹងគាត់បាទសម្រេចថាសម្របសម្រួលហើយអប់រំឲ្យសមត្ថកិច្ចធ្វើការអប់រំ